But nghiệp số local nhưng mà record video vậy bị comment phái hay từ bốn nhân thử connect essay sẵn hay topic này essay nói nhân thử thời tam trang em đại cụ đã nói thì mỗi số username hay TP list and tag byline hay những bơi những create file hay những write many lineនៅក្នុងហ្នឹងវាដំបូងយើងវាយ UMI ដើម្បីចូលឈ្មោះ username ហើយបន្តមកយើងប្រើ command list 3 line ls ដល់ ls ដើម្បីវាចូលទាំងអស់ហើយបន្ទាប់មកខ្ញុំវាយ command ឲ្យវាចូល3 line ប្រើ ls ដល់ ls ហើយប្រើសញ្ញាបន្ទាត់មួយហើយនឹង head ដល់3អញ្ចឹងវាបង្ហាញ3 line ខាងលើនឹងមកហើយបន្ទាប់មកចំណុចចុងក្រោយបង្កើត file ហើយនឹង write many line ត្បូងយើងបង្កើត folder មួយឈ្មោះ su31 តោះមកយើងប្រោដល់ folder ហ្នឹងហើយយើងវាយ command nano pyfile.tt ដើម្បីបង្កើត text file ហើយខ្ញុំវាយអក្សរ3 line នៅក្នុងហ្នឹងហើយខ្ញុំ save វាហើយខ្ញុំ control x exit វាចេញមកវិញហើយខ្ញុំវាយ cat py file.tt ដើម្បីវាសូអាឡានយើងវាយមិនហ្នឹងហើយយើងវាយ comment យកវា2 line មក2 line លើយកវាមកបង្ហាញយើងប្រើ cat py file.tt សញ្ញាបន្ទាត់មួយហើយនឹង head ដក2អញ្ចឹងវាបង្ហាញ2 line ហ្នឹងមកអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាលោកគ្រូបាទមានសួរលោកគ្រូថ្ងៃនេះខ្ញុំមក record វីដេអូនិយាយពី redirection ពីដំបូងយើងត្រូវការ connect sh វាសិនចឹងបន្ទាប់ពី connect sh ហើយខ្ញុំប្រើ command ls/etc ហើយនឹងឈ្មោះ file ហើយវាយ command មួយទៀតដើម្បី show file ហ្នឹងcat suwung.tat file យើងមិញហ្នឹងតោះមកខ្ញុំវាយ command ls/etc ហើយនឹងឈ្មោះ file ខ្ញុំហ្នឹងមកហើយបន្ទាប់មកខ្ញុំវាយ command ដូចគ្នានឹងដែរដូចលើកមុនដែរទេហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាលោកគ្រូខ្ញុំសួរលោកគ្រូថ្ងៃនេះខ្ញុំមក record វីដេអូនិយាយពី remote of US with SH ចឹងដំបូងបន្ទាប់ពីយើង log in អីហើយយើងចូលមក instance វាបន្ទាប់មកយើង run instance ហើយបន្ទាប់មកយើងដាក់ឈ្មោះចូល
ហើយបន្ទាប់មកទៀតយើង create key pair ទៅពី create key pair ហើយវានឹង download file ឲ្យយើងដាក់នៅក្នុង computer យើងហើយយើងត្រូវ load មួយ SX ហើយបន្ទាប់មកយើង run instance វាហើយបន្ទាប់មកយើងត្រូវចាំវាឲ្យវាពេញសិនបន្ទាប់ពីវាដើរបានពេញហើយយើងទៅចុចinstance ID វាមកហើយយើងចុចពាក្យ connect ហើយយើងចូល SA client ហើយយើង copy នេះមកហើយយើងបើក Git bash មកហើយយើងចូលទៅរកfolder ដែលយើងទុក file ដែលយើងបាន download មុនហ្នឹងហើយបន្ទាប់ពីចូលហើយយើងpaste code យើងបាន copy នៅក្នុង instance ID ហ្នឹងចូលហើយយើង copy line ចុងក្រោយគេនេះដើម្បីយើង connect ទៅ SX
Nhiều tờ mới em tè vài comment who am I and PWD host name hay cứ việc transfer bao nhóm
Xưa cô ngày nay nhưng mà record video nhảyពីការកើត FTP server នៅក្នុង AWS EC2 ដំបូងខ្ញុំទៅបង្កើត security group មួយហើយខ្ញុំដាក់ឈ្មោះ own security group ដែលធ្វើតាមវីដេអូលោកគ្រូតម្លែងឲ្យហើយបន្ទាប់មកខ្ញុំទៅបង្កើត instance មួយឈ្មោះ FTP server instance ហើយបន្ទាប់មកទៀតខ្ញុំបង្កើត key pair មួយដើម្បីទុក connect ហើយបន្ទាប់មកទៀតខ្ញុំចុច create មកហើយបន្ទាប់មកទៀតខ្ញុំទៅ create edit inbound rule ដែលធ្វើតាមលោកគ្រូប្រាប់ហ្នឹងហើយបន្ទាប់មកខ្ញុំចូលទៅ Git Bash ខ្ញុំទៅ connect SH បន្ទាប់មកខ្ញុំចូលទៅ sudo apt update វាមួយបន្ទាប់មកខ្ញុំទៅ by command cd /etc/ ចូលទៅកាន់ etcហើយបន្ទាប់មកខ្ញុំវាយ command ls.lx grab your vs std dot conf ហ្នឹងហើយបន្ទាប់មកវាចេញមកហើយ
តមកយើងទៅbackup file របស់យើងsudo cp vs ហ្នឹងហើយយើងចុច enter មកវាបាន backup ហើយតមកខ្ញុំចូលទៅ nano file con នេះមកទៅមកនៅក្នុង comment ហ្នឹងខ្ញុំបានដូរ comment ដូរអីតាមលោកគ្រូប្រាប់អស់ហើយបន្ទាប់មកខ្ញុំ save file ហើយបន្ទាប់មកខ្ញុំទៅrestart vs stpd ហ្នឹងហើយបន្ទាប់មកខ្ញុំទៅ check status វាហើយ status វាបង្ហាញមកហើយបន្ទាប់មកខ្ញុំចូល FileZilla ខ្ញុំទៅ create new site មកដាក់ថា FTP server ហើយបន្ទាប់មកខ្ញុំដូរ type នេះទៅជា key file វិញហើយខ្ញុំទៅយក file ដែលមាន extension .pem ហ្នឹងហើយខ្ញុំទុកវានៅហើយ user ខ្ញុំដាក់ ubuntu ហើយ IP address ខ្ញុំបាន note វាទុកហើយខ្ញុំ paste វានៅ host នេះមកតមកខ្ញុំចុច connect តមកខ្ញុំទៅ create directory វាឈ្មោះ FTP client ហើយខ្ញុំទៅ create new file ឈ្មោះ learning.txt ហើយខ្ញុំទៅឆែកនៅgit bash របស់យើង cd ls មកឃើញវាបាន FTP client ហើយទៅមកខ្ញុំចូល cd ចូលទៅ FTP client ហ្នឹងហើយខ្ញុំបាន ls អញ្ចឹងវាឃើញ file learning.txt ដែលយើងបានបង្កើតមិញហើយទៅមកខ្ញុំចុច cat learning.txt ហើយខ្ញុំចូលទៅ nano វាចូលទៅ write file វាខ្ញុំដាក់ welcome មួយមក welcomeទី2ហើយខ្ញុំsave វាហើយបន្ទាប់មកខ្ញុំ cat វាម្ដងទៀត cat learning.txt ចឹងវាបានហើយtext ដែលខ្ញុំបានសរសេរមិញវាបានក្នុងហ្នឹងហើយចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងលោកគ្រូជំរាបលាលោកគ្រូ